ជាបឋមខ្ញុំរ៉ូសិតហើយនឹងកញ្ញានៃលក្ខនឹងពូចូលខាងនេះមកពូកពូចង់ទៀតជាលក្ខទេពូជាទូចជាទូចហើយនឹងម្ចាស់លក់ដីឈ្មោះបងវិញហើយនឹងអ្នកមានប្រធានសហគមន៍ឈ្មោះមឹងយឿនចាមឹងយឿនម្ដងមួយជិះម្ដងមឹងយឿនចាគាត់ប្រធានសហគមន៍ហើយថ្ងៃនេះពួកខ្ញុំទើបតែចេញពីសាលាសង្កាត់មកជួបដល់បងប្អូនក្នុងសហគមន៍ហើយឥឡូវនេះមកពិនិត្យមើលផ្លូវហើយផ្លូវនេះគឺជាផ្លូវមួយខ្សែដែលបងប្អូនយើងដែលគាត់បានលុយមកពីសហគមន៍មកជួសជុលជួសជុលផ្លូវមួយខ្សែប្រវែងប្រហែលជា500ម៉ែត្រ300ម៉ែត្រជាង300ម៉ែត្រជាងចាហើយខ្ញុំអត់ដឹងថាខាងគាត់បានលុយពីខាងណាទេតែគាត់អាចប្រាប់ទៅប៉ុន្តែគាត់ថាក្នុងនាមខ្ញុំដែលជាចៅសង្កាត់ចាដែលជាចៅសង្កាត់អូចាខ្ញុំបានមកពិនិត្យម្ដងហើយខ្ញុំបានជួបពួកគាត់ថាបងមានការខ្វះខាតក្នុងការចាក់ផ្លូវនេះគឺខ្ញុំនឹងបំពេញបន្ថែមតែឥឡូវនេះបានចាក់រួចជាស្ថាពរហើយដោយបងប្អូនបានឃើញចឹងចាទៅពីតាំងពីមុខមកចាពីចូលមកដីព្រៃកូនសេកចាពីដីចូលមកព្រៃកូនសេកនៅក្រៅស៊ីម៉ាក់ខ្ញុំអត់និយាយរឿងកាត់ខាងទៅនោះឯងខ្ញុំនិយាយពីចូលដល់ក្នុងដីភូមិព្រៃកូនសេកក្រៅស៊ីម៉ាក់នេះគឺជាង300ម៉ែត្រដោយបងអ្នកមានប្រធានសហគមន៍គាត់បានជំរាបជូនបងប្អូនអំបញ្ញមិញនឹងអញ្ចឹងថាគឺគាត់មានកញ្ចប់ថវិកាហ្នឹងគឺជារបស់សហគមន៍គាត់ហើយក្នុងនោះដែរដើម្បីបំពេញបន្ថែមនៅការខ្វះខាតរបស់បងដែលខ្ញុំបានសន្យាជាមួយខាងបងប្អូនសហគមន៍ដោយគាត់ចាក់ផ្លូវនេះប្រវែងជាង300ម៉ែត្រនេះដោយមានការគៀផងកិនផងយើងឲ្យស្អាតផងខ្នល់ល្អនេះគឺចំណាយអស់ប្រហែលដែរបង1434ថតឲ្យចិត្តតិចមកអូន1434ដុល្លារប៉ុន្តែខាងសហគមន៍បងមានថវិកាប្រហែលដែរ1075ដុល្លារមានក្នុងសហគមន៍ក្នុងការចាក់ផ្លូវនេះ1075ដុល្លារចាមានលុយ1075ហើយអូនរ៉ូសិតគាត់ខ្ញុំខ្វះអត់មានលុយចេញ450 359ដុល្លារដែលខ្ញុំអត់មានសមត្ថភាពរកលុយបានមកទៀតអូននឹងធានាជួយអូនរ៉ូសិតនេះគាត់ជាប្រធានសង្កាត់អូចាហើយឥឡូវនេះដោយសារអ្វីដែលខ្ញុំបានសន្យាជាមួយខាងសហគមន៍និងបងស្រីយើងប្រធានសហគមន៍ហ្នឹងគឺខ្ញុំបានមកប្រគល់ថវិកាដែលបងប្អូនយើងគាត់ខ្វះខាតក្នុងការចាក់ផ្លូវប្រវែងជាង300ម៉ែត្រនេះចាស់ជូនដល់បងស្រីពីព្រោះគាត់ចំណាយក្នុងការចាក់ផ្លូវនេះហើយនឹងការកិនការគៀផ្លូវឲ្យស្អាតនេះដែលលុយសហគមន៍មានតែ1075ដុល្លារហើយយើងចំណាយលុយអស់1434ដុល្លារចា1434ដុល្លារអញ្ចឹងនៅខ្វះលុយ359ដុល្លារអញ្ចឹងខ្ញុំប្រគល់ឲ្យបងស្រីណាខាងសហគមន៍ឲ្យបងចាត់ចែងមួយខាងម្ចាស់ដីទៅគឺ359ដុល្លារចាហើយខ្ញុំឲ្យ300ដុល្លារដោយលុយខ្មែរនេះគឺ240,000ចា240,000ហើយកតុយអីគិតតាមនឹងទៅហើយដែលថវិកានេះគឺជាថវិកាដែលខ្ញុំបានមកពីបងអ្នកមីងវណ្ណដាខ្មែរចាអ្នកមីងវណ្ណដាខ្មែរបានផ្ញើថវិកាឲ្យនាងខ្ញុំ100ដុល្លារយូរហើយដោយសាររវល់ខ្ញុំអត់បានបំពេញកិច្ចការឲ្យអ្នកមីងទាន់ពេលវេលាដោយសារខ្ញុំគិតថាពេលចាក់អញ្ចឹងគឺចូលរួមជាមួយគ្នាព្រោះត្រូវការចំណាយច្រើនហើយកន្លែងខ្លះក៏ត្រូវការចំណាយបន្ថែមទៀតដែរអញ្ចឹងលុយរបស់អ្នកមីងវិនដាខ្មែរដែលផ្ញើខ្ញុំ100ដុល្លារបានចូលរួមក្នុងនេះដែរហើយនៅសល់200យើងចា259ដុល្លារទៀតគឺជាថវិកាដែលនាងខ្ញុំបានមកពីលោកពូវេតសាវុនចាដែលលោកពូបានថវិកាហ្នឹងពីលោកតាថាំងពិសិដ្ឋចាថាំងពិសិដ្ឋនិងក្រុមគ្រួសារនិងលោកពូវេតសាវុនដែលខ្ញុំបានទទួលថវិកាដោយផ្ទាល់ដៃហ្នឹងជាលុយស្វីសទេគឺចំនួន500លុយស្វីសប៉ុន្តែឥឡូវនេះលុយស្វីសរបស់លោកតាថាងពិសិដ្ឋនិងក្រុមគ្រួសារនិងលោកពូវេនសវុតហ្នឹងខ្ញុំបានដកលុយចំនួន259ដុល្លារហ្នឹងមកជួយបំពេញបន្ថែមក្នុងការជួយដល់សហគមន៍ដើម្បីឲ្យគាត់ហ្នឹងមានផ្លូវល្អចូលរួមចំណែកទេព្រោះខាងសហគមន៍គេមានលុយហើយតែខ្វះខាតយើងជួយបំពេញបន្ថែមដើម្បីឲ្យផ្លូវមួយខ្សែប្រវែង300ម៉ែត្រនេះកាន់តែល្អថែមទៀតអញ្ចឹងលុយរបស់ខាង
នៅប្រទេសស្វីក៏សូមថ្លែងអំណរគុណដល់តំណាងចាអរគុណដល់ក្រុមការងារគណៈបកសង្គ្រោះជាតិនៅប្រទេសស្វីសូមថ្លែងអំណរគុណដល់លោកតាថាំងពិសិដ្ឋនិងក្រុមគ្រួសារលោកពូវេតសវុនតាមរយៈបងស្រីសុនយុនពៅចាដែលបានយកថវិកាមកឲ្យខ្ញុំផ្ទាល់ដៃនៅនឹងភូមិកាប់គោថ្មីកាលពីសប្តាហ៍មុននោះគឺចំនួន500លុយ500ស្វីសហើយឥឡូវខ្ញុំបានដកក្នុង500លុយស្វីសហ្នឹងដកចំនួន$259មកចូលរួមចំណែកក្នុងការជួយជួសជុលផ្លូវនៅភូមិព្រៃកូនសេកក្នុងសហគមន៍ព្រៃកូនសេកយើងនេះហើយ$100ទៀតគឺរបស់អ្នកមីងវណ្ដាខ្មែរអញ្ចឹងសរុបទាំងអស់គឺ$359អ្វីដែលខ្ញុំនិយាយហ្នឹងពិតទេបងបានទទួលថវិកាហ្នឹងពិតទេ$359បានគ្រប់ហើយនេះចាអូនគាត់ជួយលើខ្ញុំបង្ហាញឈ្មោះហើយណាទៅទៀតចាឲ្យខ្ញុំបង្ហាញឈ្មោះហើយចាក្នុងនាមបងដែលជាប្រធានសហគមន៍ដែលបានទទួលថវិកានេះក្នុងការធ្វើផ្លូវនេះបងមានអីចង់ថ្លែងអំណរគុណដែរដល់បងប្អូនសប្បុរសជនចាខ្ញុំជាប្រធានសហគមន៍នៅក្នុងព្រៃក្នុងភូមិអូចាព្រៃគុនសេកនេះភូមិព្រៃគុនសេកសង្កាត់អូចាចាខ្ញុំអរគុណដល់អ្នកសប្បុរសជនដែលនៅក្រៅប្រទេសដូចជានៅក្នុងប្រទេសដែលអូនតែងតែអំពាវនាវគ្រប់កន្លែងគ្រប់ទីកន្លែងខ្ញុំអរគុណច្រើនដែលបានជួយដល់ផ្លូវកសាងផ្លូវដែលអភិវឌ្ឍផ្លូវក្នុងព្រៃកូនសេកនេះខ្ញុំអរគុណច្រើនណាស់អរគុណខ្លាំងមែនទែនហ្មងបានធ្វើឲ្យឡើងស្អាតនេះចាអូនថតមើលឲ្យគាត់ក្មេងៗជី1300ជាងណាបងប្អូន1300ផ្លាយ300ម៉ែត្រជាងនេះគឺចំណាយលុយអស់$1434ទាំងកិនទាំងគីបងប្អូនខ្ញុំអរគុណច្រើនសូមបងប្អូនទាំងអស់មើលផ្លូវមិនមែនដូចគេនិយាយថា1ម៉ែត្រចំណាយ$1ចឹងដូចអ្វីដែលគេនិយាយឲ្យបងប្អូនទាំងអស់សុខភាពល្អនិងរកស៊ីមានបានគ្រប់ក្រុមគ្រួសារដែលនៅក្រៅប្រទេសនិងក្នុងប្រទេសទាំងអស់ណាបងប្អូនខ្ញុំអរគុណច្រើនហើយអរគុណហើយគាត់តាក់ទងខ្ញុំក្នុងនាមខ្ញុំចៅសង្កាត់ចាខ្ញុំតែតាក់ទងគាត់ក៏ខ្ញុំតាក់ទងភ្លាមខ្ញុំមានចិត្តមួយជ្រះថ្លាថាគាត់ថាខ្ញុំបើកលើពី$1000គាត់នឹងជួយតែអញ្ចឹងខ្ញុំអរគុណគាត់ច្រើនមែនទែនដែលគាត់បានជួយដូចក្តីតែជួយនឹងគាត់តាមមានលុយដែរបងខ្ញុំអត់ហ៊ានសន្យាចាហើយអរគុណច្រើនបងប្អូនមើលផ្លូវទាំងអស់គ្នាផ្លូវវាស្រ័យតិចទៅជុំហើយខ្ញុំសន្យាមួយគាត់មួយទៀតគឺយើងរកដើមឈើដាំយកមកអបនៅផ្លូវនេះចាផ្លូវនេះគាត់មានដើមប្រងោកដើមនេះដើមរាជខ្លះហើយអាដើមនោះផ្កាពេលចូលឆ្នាំដែរចានេះអារាជនឹងអាពណ៌លឿងហ៎បងមានដើមនេះហ្នឹងសាដើមហ្នឹងបាត់ទិញគេឬមួយមិនបងដើមរាជនេះចាយកមកពីបយប៉ែតដែលគេបដោះកូននឹងមកអង្គការគាត់ជិះឡានមកកថាំងក៏ទេមកគាត់ថាចង់បានដើមរាជអត់យកមកដាំតាមផ្លូវក៏គាត់ខ្ញុំសុំមកគាត់យកមកឲ្យអាហ្នឹងមានលេខទូរស័ព្ទគាត់ឯកាមកដើមហ្មងអាធំប៉ុណ្្នឹងអត់ទេទូយកមកទូទេគេថានេះបងនេះបដោះចាបដោះតែដាក់បដោះនេះនឹងដូចឆ្កុនស្វាយអញ្ចឹងចាឆ្នាំហ្នឹងបងខ្ញុំអាទូខ្ញុំអត់ស្លាញ់អាធំឃើញអញ្ចឹងចិត្តចា2ឆ្នាំហើយតិចទៀតចាយើងដើរទៅមើលផ្លូវទាំងអស់គ្នាដែរតោះបងយើងដើរទៅមើលផ្លូវទាំងអស់នោះហើយខ្ញុំលឺថាចាលាក់ចាំសួរគាត់ទៅព្រោះយើងលឺថាអេដាមគាត់គាត់បានមកនេះចាពីឡាន$100ចា$100គាត់ដាក់ខាងមុខផ្លូវដើមផ្លូវនោះគាត់ជួយបាន2លាក់មានអីនិយាយទៅចាខ្ញុំអរគុណគាត់ចាហើយខ្ញុំសូមបញ្ជាក់អ៊ំពូមីងនេះប្អូនស្រីលាក់ហើយបើអ៊ំពូមីងចង់តាក់ទងអីជំនួយអីមិនចាំបាច់តាក់ទងតែខ្ញុំទេគឺយើងមានប្អូនស្រីលាក់យើងធ្វើការងារជាក្រុមខ្ញុំរវល់បានប្អូនលាក់ហើយអាលាក់រវល់ទៅយើងរៀនបដាធ្វើការងារបដាគឺយើងស្រឡាញ់គ្នាជាក្រុមហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់ជួយបដោះយុវជនយើងទាំងអស់គ្នាដើម្បីសង្គមយើងដើម្បីអភិវឌ្ឍនៅពេលណាដែលយុវជនឈានមកដឹកនាំក្នុងសង្កាត់ចង់ឲ្យអ៊ំពូមីងផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាមានឱកាសជួយដល់សង្គមជួយដល់ពលរដ្ឋរបស់យើងហើយយើងទៅមើលផ្លូវបន្តទៀតចាស់មើលកន្លែងដែលបើគាត់មកចាក់2ឡានវិញเนาะ2ឡានកដាលเนาะចា2ឡាន1ឡាន$50គាត់2ឡាន$100 2ឡាន$100ចាហើយមកចាក់ជួសជុលផ្លូវប៉ុន្តែយើងក៏អរគុណដល់គាត់ដែរដែលបានគាត់មកជួយដល់សហគមន៍ណាមីងព្រោះយើងស្វាគមន៍នៅអ្វីដែលជាផលប្រយោជន៍រួមរបស់ពលរដ្ឋប៉ុន្តែបានថាមួយចំនួនណា Facebook បងគាត់
អារឿងផ្លូវរឿងអីហ្នឹងថាចាក់ខុសបច្ចេកទេសឬក៏យ៉ាងម៉េចទៅប៉ុន្តែអាខុសបច្ចេកទេសហ្នឹងហើយបានជួយពលរដ្ឋឲ្យបានដើរឲ្យបានក្មេងៗជិះកង់ទៅរៀនល្អបានស្រួលហ្នឹងហើយ ចាខ្ញុំសូមថ្លែងអំណរគុណកន្លែងនេះមួយបើសប្បុរសជននិងអ្នកក្រៅប្រទេសឬក្នុងប្រទេសមានចិត្តចូលរួមគឺជាក់ស្ដែងគឺគាត់យកមកធ្វើជាក់ស្ដែងគាត់អត់បានយកលុយនឹងមកធ្វើអីមួយយ៉ាងទេគឺបើអ្នកបងប្អូនដែលមានចិត្តជួយហ្នឹងគឺគាត់ធ្វើដែលខ្ញុំសនំពោគាត់ជួយឲ្យគួរតែត្រេកអរយើងថ្លៃអរគុណណាមិនយ៉ាងវិញណាថ្លៃអំណរដល់គាត់ខ្លាំងណាស់ពេលខ្លះហ្នឹងសប្បាយចិត្តជួយឲ្យនឹងធ្វើហើយផ្លូវចិត្តនឹងអសធាចាមិនខុសបំណងអ្នកដែលជួយនឹងទេចាព្រោះមិនមែនតែមកខ្សែនេះទេមិញក្នុងនាមចៅសង្កាត់ហើយក្រុមរក្សាទាំងអស់ហើយជាពិសេសប្រធានក្រុមរក្សាចៅសង្កាត់ហ្មងគាត់ព្យាយាមប្រឹងប្រែងជួយបងប្អូនទាំងអស់គ្នាផ្លូវដែលយើងចាក់ទោះបីជាវាមិនស្តង់ដាវាមិនឲ្យបានវែងឆ្ងាយទៅមុខប៉ុន្តែអានេះគេហៅថាបើសិនតែយើងមកធ្វើបាទដួលនឹងវាកន្លប់វាខុសចាតែនេះអាចចូលស្តង់ដាដែរចូលសាក់គ្រូក្រហម300ម៉ែត្រជាងចំណាយលុយ1400ស្តង់ដាដែរអីអរគុណដល់អាដាមឈៀងមុនដែរដែលបានជួយផ្លូវនៅអាពីមុខនៅដងចេញឯកន្លែងហ្នឹងទីតាំងដងចេញវាកលុកណាគៀនឡានគាត់ជួយបាន2ឡានដែរ2ឡានណាអាឡានកដាមួយឡាន$50 $100ដែរសូមអរគុណអាដាមឈៀងមុនតំណាងរាជបាត់ដំបងដែលជួយចែករំលែកចឹងថាបងប្អូនទាំងអស់គ្នាដឹងហើយថាអាដាមមកចាក់ឡានគឺឡានកដាមួយឡាន50 2ឡាន100ស្មើនឹង6 10គី2ឡានហ្នឹង$100ដែរមិនចឹងវិញចាមិនមួយឡាន$25ទេវាមានណាឡាន$25តែវាឡានតូចប៉ុន្តែតាមភូមិយើងដូចចៅសង្កាត់គាត់និយាយមួយម្ចាស់ដីគឺឡានធំហើយគាត់បែងចែកជាឡានតូចចឹងទៅចាគាត់មានប៉ុណ្្នឹងឯងហើយអរគុណច្រើនមីងចាអរគុណមីងបែរមកនេះវិញជាងអ្នកថតមើលមុខអរគុណច្រើនហើយខ្ញុំបានមកបង្ហាញផ្លូវប៉ុណ្្នឹងហើយខ្ញុំអត់ទាន់សរសេរឈ្មោះសប្បុរសជនទេដោយសារពេលដែលខ្ញុំត្រឡប់ទៅវិញខ្ញុំទៅនេបានខ្ញុំ edit សរសេរឈ្មោះសប្បុរសជនហើយសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្តផងនៅវីដេអូរាល់ជំនួយអីពីព្រោះបងប្អូនយើងខ្លះគាត់អត់មាន friend មួយខ្ញុំទេគាត់ដាក់លុយមកពេលដែលគាត់អត់ឃើញគាត់ទេរោដល់ទេរោខ្ញុំមិនបាច់ឆែកនៅអាខាងក្រោមទេព្រោះខ្ញុំធ្វើការរាល់ថ្ងៃអញ្ចឹងសូមបងប្អូនចូលទៅក្នុង profile របស់នាងខ្ញុំហើយបងប្អូនណាមានសប្បុរសជនបងប្អូនសប្បុរសជនដែលចង់ចូលរួមចំណែកក្នុងការជួយសង្កាត់អូចាជួយលើកទឹកចិត្តពួកខ្ញុំដែលជាស្ត្រីវ័យក្មេងដែលបានខ្លាចទៅជាថ្នាក់ដឹកនាំសង្កាត់ហ្នឹងអាចចូលរួមជួយគឺអាចទំនងលេខទូរស័ព្ទរបស់នាងខ្ញុំបានគឺ012 213 707ហើយអាចមកសាលាសង្កាត់ដោយផ្ទាល់អាចចូលរួមស្ថាបនាពួកខ្ញុំបានគ្រប់ពេលពួកខ្ញុំបើកបេះដូងទូលាយដើម្បីរកចំណុចល្អណាដើម្បីចូលរួមក្នុងការអភិវឌ្ឍនៅមូលដ្ឋានឲ្យមានការជឿនលឿនចាអរគុណច្រើនប៉ុណ្ណឹងហើយអរគុណមិញចាអរគុណមិញចាជម្រាបលាអរគុណ